ដែលឯកាបំផុតដែលគូអស់អាណិតបំផុតមិនមែនមនុស្សស្រីដែលគាត់អត់មានប្តីមិនមែនមនុស្សស្រីដែលគាត់នៅម្នាក់ឯងទេមនុស្សស្រីដែលឯកាបំផុតគឺជាមនុស្សស្រីម្នាក់ដែលមានប្តីហើយប៉ុន្តែមានអារម្មណ៍ថាឯកាមានប្តីនៅចិត្តហើយប៉ុន្តែមានអារម្មណ៍ថាខ្វះភាពកក់ក្ដៅអានឹងបានវាគូអស់អាណិតបើសិនជាយកប្រពន្ធមកមិនចេះឲ្យតម្លៃមិនដែលចេះផ្ដល់ភាពកក់ក្ដៅឲ្យកុំយកនៅម្នាក់ឯងទៅមនុស្សស្រីដែលឯកាបំផុតដែលគូអស់អាណិតបំផុតមិនមែនមនុស្សស្រីដែលគាត់អត់មានប្តីមិនមែនមនុស្សស្រីដែលគាត់នៅម្នាក់ឯងទេមនុស្សស្រីដែលឯកាបំផុតគឺជាមនុស្សស្រីម្នាក់ដែលមានប្តីហើយប៉ុន្តែមានអារម្មណ៍ថាឯកាមានប្តីនៅចិត្តហើយប៉ុន្តែមានអារម្មណ៍ថាខ្វះភាពកក់ក្ដៅអានឹងបានវាគូអស់អាណិតបើសិនជាយកប្រពន្ធមកមិនចេះឲ្យតម្លៃមិនដែលចេះផ្ដល់ភាពកក់ក្ដៅឲ្យកុំយកនៅម្នាក់ឯងទៅ